សួស្តីឆ្នាំពុទ្ធសករាជថ្មី2570បុណ្យវិសាខបូជាគ្រាកាលព្រះនាងសិរិមហាមាយាអគ្គមហេសីរបស់ព្រះបាទសទ្ធោទនៈនៃនគរកបិលពស្តុតាំងព្រះគភ៌បានចំនួន10ខែហើយព្រះនាងបានទទួលព្រះរាជានុញ្ញាតពីព្រះរាជាដើម្បីទៅប្រសូតបុត្រនៅនគរទេវទហៈជានគរកំណើតដែលជាប្រពៃណីនិយមរបស់មនុស្សនាសម័យនោះលុះព្រះនាងយាងមកដល់ត្រង់ចន្លោះនគរកបិលពស្តុនិងនគរទេវទហៈព្រះនាងទ្រង់បញ្ជាឲ្យរាជអាមាត្យឈប់សម្រាកក្រោមដើមសាលព្រឹក្សដ៏ធំមួយក្នុងឧទ្យានលុម្ពិនីនៃប្រទេសនេប៉ាល់នាកាលសព្វថ្ងៃនេះរំពេចនោះព្រះនាងមានអារម្មណ៍ថានឹងប្រសូតបុត្រឯដើមសាលព្រឹក្សក៏ហាក់បីដូចជាយល់ព្រះរាជបំណងទើបបានបង្អោនមែកចុះមកឲ្យព្រះនាងចាប់ព្រះនាងបានប្រសូតបុត្រាមួយព្រះអង្គដ៏ស្រស់ស្អាតនៅថ្ងៃសុក្រ15កើតពេញបរមីខែវិសាខឆ្នាំចមុនពុទ្ធសករាជ80ឆ្នាំផែនដីក៏កម្រើកញាប់ញ័រពួកទេវតាទាំងម៉ឺនចក្រវាលបានជួបជុំគ្នាក្នុងឧទ្យានលុម្ពិនីនោះមហាព្រហ្មទទួលព្រះពោធិសត្វដោយស្បែកមាសពួកទេវតាបានទទួលពីដៃមហាព្រហ្មបន្តមកទៀតមនុស្សទទួលពីទេវតាព្រះពោធិសត្វទ្រង់ប្រសូតចាកព្រះឧទ្ធរនៃព្រះមេដាភ្លាមបែរព្រះភ័ក្ត្រឆ្ពោះទៅឧត្តរទិសឈាន7ជំហានរួចព្រះអង្គទ្រង់បន្លឺនៅវាចាថាយើងជាបុគ្គលកំពូលក្នុងលោកយើងជាបុគ្គលប្រសើរជាងគេក្នុងលោកយើងជាបុគ្គលចម្បងជាងគេទាំងអស់ក្នុងលោកជាតិនេះជាកំណើតចុងក្រោយបំផុតរបស់យើងអំណះតទៅមុខយើងលែងកើតទៀតហើយបន្ទាប់ពីសាងព្រះភ្នោះបាន6ឆ្នាំព្រះសទ្ធត្ថទ្រង់បានត្រាស់ដឹងជាព្រះសម្ពុទ្ធទៀបគុលពោធិព្រឹក្សត្រង់ផ្ចិតផែនដីដែលស្ថិតនៅតំបន់ឧរុវេលាសេនានិគមនាទៀបភ្លឺថ្ងៃពុធ15កើតពេញបរមីខែវិសាខឆ្នាំរកាមុនពុទ្ធសករាជ45ឆ្នាំបច្ចុប្បន្នស្ថានទីនោះហៅថាពុទ្ធគយាដែលជាតំបន់មួយស្ថិតក្នុងក្រុងគយានៃរដ្ឋកហិយប្រទេសឥណ្ឌាព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនៅអរិយសច្ចៈដែលប្រែថាសេចក្តីពិតដ៏ប្រសើរឬសេចក្តីពិតដែលមានពិតនៅក្នុងជីវិតមនុស្សសត្វគ្រប់គ្នាទាំងអស់មិនថាអ្នកមានអ្នកក្រឬអ្នកល្អអ្នកអាក្រក់នោះទេអរិយសច្ចៈ4នោះគឺ1ទុក្ខសច្ចៈសេចក្តីទុក្ខដែលមាននៅក្នុងខ្លួនសត្វលោក2ទុក្ខសមុទយសច្ចៈហេតុដែលនាំឲ្យកើតសេចក្តីទុក្ខ3និរោធសច្ចៈសេចក្តីសុខដែលមិនមានទុក្ខលាយឡំក៏ជាសេចក្តីពិតដែលមនុស្សគ្រប់គ្នាអាចស្វែងរកបាន4មគ្គសច្ចៈផ្លូវកណ្ដាលតែមួយគត់ដែលជាវិធីដោះស្រាយដោះខ្លួនឲ្យរួចចាកសេចក្តីទុក្ខគឺមគ្គមានអង្គ8ប្រការសច្ចៈទាំងឡាយ4ប្រការនេះដែលព្រះសម្មាសម្ពុទ្ធទ្រង់ព្យាយាមស្វែងរកដើម្បីប្រយោជន៍ដល់មនុស្សច្រើនគ្នាថ្ងៃទ្រង់ព្រះបរិនិព្វានរាប់តាំងពីព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនៅសច្ចធម៌ស្ដេចយាងសម្ដែងធម៌ដល់សពសត្វបាន45ឆ្នាំលុះព្រះជន្ម80ឆ្នាំព្រះអង្គបានគង់ចាំវស្សាក្នុងវេលុក្រាមជិតក្រុងវេសាលីដែនវជ្ជីក្នុងអំឡុងនៃការចាំព្រះវស្សានៅទីនោះព្រះអង្គមានអាពាធយ៉ាងខ្លាំងគ្រានោះគឺថ្ងៃ15កើតពេញបូរមីខែវិសាខព្រះពុទ្ធជាម្ចាស់ព្រមដោយភិក្ខុសង្ឃទាំងឡាយបានទទួលនៅចង្ហាន់បិណ្ឌបាតតាមការនិមន្តពីសំណាក់នាយជនបន្ទាប់មក
ព្រះអង្គបានសោយចង្ហាន់របស់នាយជនរួចអាពាធរបស់ព្រះអង្គក៏ចាប់ផ្ដើមអាពាធធ្ងន់ទៅតាមលំដាប់ហើយបន្ទាប់មកស្ដេចយាងទៅកាន់ក្រុងកុសិនារាសូម្បីខណៈពេលដែលព្រះអង្គកំពុងអាពាធធ្ងន់ក្តីក៏ព្រះអង្គនៅតែប្រទានឱវាទជាបច្ឆមវាចាថាមនាលភិក្ខុទាំងឡាយសង្ខារទាំងឡាយមានកិរិយារលត់ទៅជាធម្មតាអ្នកទាំងឡាយចូលញ៉ាំងកិច្ចទាំងឡាយដែលជាប្រយោជន៍របស់ខ្លួននិងជាប្រយោជន៍របស់អ្នកដទៃឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះរួចហើយព្រះអង្គក៏បានបរិនិព្វាននៅក្រោមដើមសាលព្រឹក្សទាំងគូនោះនាក្រុងកុសិនារាក្នុងប្រទេសឥណ្ឌានាបច្ចុប្បន្ននេះសូមសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅឲ្យសូមអនុមោទនាទស្សនកម្មផល